បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវិស័យចិញ្ចឹមមាន់បងប្អូនណាបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីថ្នាំព្យាបាលទៅលើជំងឺអុតមាន់បាទដែលដុះអុតនៅលើក្បាលមាន់ហ្នឹងដែលបាទជំរាបសួរបងប្អូនម្ដងទៀតដោយសារតែមានសម្លេងរំខាននៅកន្លែងចិញ្ចឹមមាន់នេះគឺវាសម្លេងចែកចាយពេកអញ្ចឹងខ្ញុំធ្វើការ voice over តែម្ដងនៅលើវីដេអូនេះហើយថ្នាំនៅក្នុងដៃរបស់ខ្ញុំនេះគឺជាថ្នាំដែលខ្ញុំចង់បង្ហាញចែកជូនបងប្អូនឲ្យពីការព្យាបាលទៅលើជំងឺអុតមាន់ឬក៏អុតបាក់សីហ្នឹងហើយជំងឺអុតមាន់អុតបាក់សីហ្នឹងដូចបងប្អូនដឹងស្រាប់ហើយថាវាកើតទៅលើមុខរបស់វាណាបងប្អូនណាបាទឥឡូវយើងក៏លេខមកមើលថ្នាំដែលខ្ញុំបង្ហាញនេះគឺជាប្រភេទថ្នាំប៉ារ៉ាអាម៉ុកហើយនិង ETS បងប្អូនហើយប៉ារ៉ាអាម៉ុកហើយនិង ETS នេះគឺវាមានប្រសិទ្ធភាពខ្ពស់មែនទែននៅក្នុងការព្យាបាលទៅលើជំងឺអុតបាក់សីរបស់យើងនេះបាទនេះគឺជាជំងឺជាក់ស្ដែងបាទគឺវាកើតបែបហ្នឹងបងប្អូននៅលើមុខទៅលើមាត់ទៅលើចំពោះវាហ្នឹងវាធ្វើឲ្យកូនមាន់របស់យើងអន់ណាបងប្អូនណាអានេះការដែលយើងមិនបានធ្វើវ៉ាក់សាំងអានេះគឺខ្ញុំចង់បសោតក៏ដូចជាធ្វើអញ្ចឹងទៅដើម្បីជាមានវីដេអូចែកជូនបងប្អូនទេបាទកូនមាន់នេះគឺយើងអត់បានធ្វើវ៉ាក់សាំងទេមកត្រង់ហ្នឹងហើយដល់កូនមាន់ដែលយើងបានធ្វើវ៉ាក់សាំងហ្នឹងគឺសុខភាពរបស់វាល្អបាទគឺអាយុប៉ុនគ្នាហ្នឹងប៉ុន្តែអានេះអាឡ័យតែឈឺអញ្ចឹងបងប្អូនឃើញទេអាឡ័យតែឈឺអញ្ចឹងវាមានធំណាស់តន់គេអញ្ចឹងមានតែយើងធ្វើវ៉ាក់សាំងទេចំណាយតិចហើយកូនមាន់របស់យើងសុខភាពល្អលូតលាស់លឿនបងប្អូនហើយជំងឺនេះគឺវាកើតអញ្ចឹងទៅលើមុខទៅលើមាត់ទៅលើអីវាហើយសម្រាប់ការព្យាបាលក៏យើងមិនមែនដាក់តែថ្នាំនឹងដែរបងប្អូនណាគឺយើងមានជាប្រភេទអុកស៊ីទីត្រាមួយទៀតសម្រាប់លាបទៅលើមុខរបួសរបស់វាហ្នឹងគឺយើងកេះមុខរបួសហ្នឹងឲ្យវាចេញឈាមមកហើយបើយើងមានជាសរោមប្រៃយើងលាងវាទៀតមកដើម្បីវាស្អាតមុខរបួសរបស់យើងហើយយើងយកអុកស៊ីទីត្រាហ្នឹងដើម្បីលាបទៅលើមុខរបួសរបស់វាហ្នឹងបាទហើយធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃទៅហើយដាក់ថ្នាំដែលខ្ញុំបានបង្ហាញហ្នឹងមានអាម៉ុកមានប៉ារ៉ាមាន ETS ហ្នឹងទៀតគឺយើងដាក់ដើម្បីយើងដាក់រយៈពេល5ថ្ងៃទៅ1អាទិត្យបាទដើម្បីវាជាសាសល្អបាទហើយវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែបាទចង់បង្ហាញអំពីថ្នាំដែលព្យាបាលដែលមានប្រសិទ្ធភាពទៅលើជំងឺអុតបាក់សីហ្នឹងបាទយើងអាចប្រើប្រាស់ថ្នាំអីផ្សេងក៏បានដែរឲ្យតែវាមានសារធាតុប៉ារ៉ា ETS ហើយនឹងអាម៉ុកសាលីនហ្នឹងក៏វាអាចព្យាបាលបានដែរមិនបាច់តាថ្នាំកញ្ចប់នឹងដូចគ្នាទេបងប្អូនណាបាទប៉ុន្តែតម្រូវឲ្យយើងកេះកន្លែងកំមហ្នឹងបាទហើយលាបថ្នាំអុកស៊ីទីត្រាហ្នឹងបាទជារៀងរាល់ថ្ងៃទៅវានឹងបានប្រសើរតែម្ដងហើយបាទហើយបើបងប្អូនចង់ដឹងច្បាស់ជាងហ្នឹងបងប្អូនអាចឆាតមកខ្ញុំតាមរយៈ Telegram បាទដែលមានលេខ087 400 616មួយខ្សែទៀត097 937 17ហើយមិនថាតែទៅលើមាន់ទីទេទៅលើជ្រូកគោក្របីឆ្កែឆ្មាក៏បងប្អូនអាចពិភាក្សាជាមួយខ្ញុំបានថាសត្វបងប្អូនមានបញ្ហាអីចឹងទៅបាទយើងនឹងវែកញែកជាមួយគ្នាថាមានបញ្ហាអីហើយយើងនឹងធ្វើការផ្ញើជូនបាទនៅឆ្នាំទាំងអស់នោះមិនថាបងប្អូននៅខេត្តណាទេបាទ25ខេត្តក្រុងគឺយើងផ្ញើជូនបានទាំងអស់បើសិនជាបងប្អូនបញ្ញាប់បាទយើងអាចផ្ញើបានតាមរយៈតាក់ស៊ីអញ្ចឹងយើងចេញជូនពេលព្រឹកអញ្ចឹងពេលល្ងាចអីទៅដល់ហើយបងប្អូនអាហ្នឹងគាត់ថាសេវាវាអស់ច្រើនជាងវីរៈបុណ្យធម្មតែបន្តិចទេបាទវាអាចថាបាទ15000ឬក៏20000អីចឹងទៅបងប្អូនគាត់ថាវាអស់ថ្លៃសេវាថ្លៃជាងវីរៈបុណ្យធម្មតែបន្តិចទេបាទប៉ុន្តែអានេះគឺយើងចង់ឲ្យបានលឿនចឹងណាបងប្អូនវាអត់ពិបាកទេយើងស៊ីសងយើងបាទសាកសួរទៅតាម Telegram ហ្នឹងអត់ជាកំណាញ់ទេបងប្អូនណាសិតតែជាបងប្អូនខ្មែរបើចឹងទេបងប្អូនអត់ទិញថ្នាំខ្ញុំក៏បានអាចក៏អត់តែពិភាក្សាយោបល់ហើយមានពេទ្យសត្វនៅក្បែរបងប្អូនអាចទិញពួកគាត់ក៏បានដែរគ្រាន់តែខ្ញុំប្រាប់ឈ្មោះថ្នាំទៅបាទក្នុងការព្យាបាលទៅលើជំងឺអីបងប្អូនអាចទិញនៅក្បែរបាទស្រុកភូមិបងប្អូនបានហើយមួយទៀតបាទសម្រាប់បងប្អូនដែលមានបញ្ហាដូចជាគោហើមពោះហើយនឹងបងប្អូនណាគួរតែមានថ្នាំបាទសម្រាប់គោហើមពោះនៅក្រៅបងប្អូនតែម្ដងពីព្រោះអីបញ្ហាគោហើមពោះនេះគឺវាងាប់លឿនមែនតើអញ្ចឹងនៅពេលដែលយើងមានថ្នាំសកួរនៅក្នុងទ្រុងរបស់យើងបាទពេលមានបញ្ហាបងប្អូនអាចឆាតសួរមកខ្ញុំហ
ហើយប្រើថ្នាំយ៉ាងម៉េចយ៉ាងម៉េចចឹងទៅយើងចាក់ភ្លាមចឹងទៅព្យាបាលភ្លាមគឺវាទាន់ពេលវេលាបាទអញ្ចឹងវាមិនមែនតែគោជ្រូកក៏ដែរបងប្អូនមាន់ទីក៏ដែរយើងត្រូវតែមានថ្នាំប្រចាំទ្រុងរបស់យើងតែម្ដងក្នុងការព្យាបាលអាឡែងថាវាឈឺហើយអាឡែងដែលយើងដើររកថ្នាំជួនកាលអាចហួសពេលក៏ថាបានដែរបងប្អូនណាបាទអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងទេបាទខ្លីៗប៉ុណ្្នឹងបាទបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហើយក៏បងប្អូនអាចធ្វើការជួយបាទ share នៅវីដេអូនេះដើម្បីឲ្យបងប្អូនខ្មែរយើងដទៃទៀតបានដឹងពីចំណេះដឹងមួយនេះផងបងប្អូនណាបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនដែលតាមដានមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណច្រើន